សួស្តីបងប្អូននៅគ្នាថ្ងៃនេះជួបជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀតហើយមកថ្ងៃនេះគឺមកបូមទឹកពីបន្លាយដាក់ទៅស្រោចដីទៅទឹមចាក់ហើយនឹងស្រោចក្រូចផងអញ្ចឹងណាបងប្អូននៅគ្នាហើយនេះគឺសបុកសัตว์បងប្អូនអើយញាស់កូនបាន2ហើយខ្ញុំអត់ដឹងថាមានសបុកសัตว์ទេតោះបច្ចេកម៉ាស៊ីនបូមទឹកលងរីងហើយបានដឹងបងប្អូនអើយមានណាគ្នានោះយំញែកញ៉ាចពេញនឹងឯងហើយដល់ពេលអញ្ចឹងដឹងធ្វើម៉េចឯងមានបូមតទៀតដោយទៅព្រោះអីចិត្តរីងហើយអញ្ចឹងក៏ផ្ដាច់ដើម្បីចាប់ត្រីហើយនេះគឺខ្ញុំនឹងបងប្រុសរបស់ខ្ញុំទាំងពីរនាក់ហ្នឹងគឺចាប់ត្រីហើយបងប្អូនគ្នាដោយសារតែទឹកនេះវាបន្លាយវាហូបជាប់មកពីបន្លាយធំអញ្ចឹងណាអញ្ចឹងរាល់ឆ្នាំគឺសម្បូរត្រីមែនតើចាប់ម្ដងចូលចង់កន្លះឡាំងត្រីដែងត្រីក្រាញ់អីធំបងប្អូនអើយខ្មៅគ្រិចហើយនេះគឺបងខ្ញុំក៏ចាប់ផ្ដើមធ្វើការអ៊ុតត្រីដែងហើយអេមិនដឹងថាមិនមកទេគឺយើងម្នាក់គឺពិបាកចាប់មែនតើដោយសារតែនៅក្នុងនេះវាមានសារ៉ាមវាមានលឹកឈើលឹកសកែអញ្ចឹងណាអញ្ចឹងត្រីវាគប់ប៉ុន្តែយើងจะមើលបូមរីងតិចទៀតមើលយើងចង់ដឹងថាមានត្រីអីច្រើនដូចរាល់ឆ្នាំអត់អញ្ចឹងណាហើយនេះគឺបងស្រីបងថ្លៃរបស់ខ្ញុំនឹងគាត់ចុះមកវាយត្រីមិញបងប្អូនអើយវាយត្រីនៅលើគោកវាយខុសហើយដល់ពេលផ្អាកបូមមួយរយៈមិញគឺទឹកចូលវិញហើយនេះគឺខ្ញុំធ្វើការខ្ញុំជន់បងប្អូនគ្នាខ្ញុំជន់ត្រីដែងហើយអញ្ចឹងទៅគឺអ្នកដែលវាយត្រីទាំងប្រមាណអ្នកដែលចាប់មិញហ្នឹងគឺថាចាញ់ខ្ញុំទាំងអស់បងប្អូនគ្នាបងខ្ញុំហ្នឹងហើយខ្ញុំនេះគាត់ដើរកាន់កាមេរ៉ាផងគឺជន់ត្រីមុំដល់ពេលនេះបានមួយគេដែរបងប្អូនគ្នាអញ្ចឹងត្រឹសក្រាន់ដែរហើយខ្មៅអ៊ីចបងប្អូនហើយដល់ពេលដែលខ្ញុំចាប់បានបងខ្ញុំក៏ចាប់បានមួយដែរមើលបងប្អូនតែតោះត្រង់ថាគាត់ចាប់បានត្រីទក់ខ្ញុំចាប់បានត្រីដែងអញ្ចឹងណាហើយអានឹងវាអេមមួយយ៉ាងដែរហើយនេះគឺខ្ញុំចាប់ផ្ដើមធ្វើការដាក់ទៅក្នុងធុងដើម្បីយើងយកទៅលើឲ្យក្មួយវាយកទៅទុកអញ្ចឹងណាហើយដើម្បីសរុបលទ្ធផលម៉ានអ្នកនឹងចាប់បានប៉ុណ្ណាអញ្ចឹងណាហើយនេះក្មួយរបស់ខ្ញុំគេចាប់ត្រីបងប្អូនហើយត្រីធំជាងជើងវាទៀតធំជាងកដៃវាទៀតហើយដល់កហើយចឹងថ្ងៃនេះគឺយើងបូមទឹកហ្នឹងគឺមិនដឹងថាខាតឬក៏ចំណេញទេសាំងហ្នឹងប៉ុន្តែរឿងត្រីប្រហែលជាមិនចំណេញទេប៉ុន្តែបើរឿងបានទឹកយកទៅស្រោចតំណាំអាហ្នឹងយើងដឹងថាចំណេញហើយដោយសារតែក្រូចខ្ញុំវាចាប់ផ្ដើមធ្វើការលាស់ផ្កាអញ្ចឹងណាចាប់ផ្ដើមក្តឹបហើយអញ្ចឹងយើងដាក់ទឹកវាកុំឲ្យវាស្វិតសពូនឲ្យវាកាន់ផ្លែល្អអញ្ចឹងណាព្រោះមករយៈនេះគឺថាក្តៅខ្លាំងមែនទែនហើយអត់មានធ្លាក់ភ្លៀងអត់មានធ្លាក់អីទេកណ្ដាលខែប្រាំងបងប្អូនហើយអញ្ចឹងយើងបានទឹកតាមកលុកបន្លាយមុខផ្ទះអីចឹងគឺយើងធ្វើការដាក់វាហើយនេះបងប្អូនទាំងអស់គ្នាបន្ទាប់ពីរីងទឹកមកគឺយើងចោះចាប់ត្រីពេញទំហឹងហើយបងខ្ញុំនេះវិញគឺថាគាត់ឲ្យញើតត្រីដែងមែនទែនគាត់មិនសូវហ៊ានកទ្រុបនេះកទ្រុបនោះអីទេហើយចាប់ត្រីដែងមួយនឹងចាប់ចុងកន្លះម៉ោងទ្រាំបានម៉ែកូនស្អប់តាពេលប្រាប់ថាត្រីនៅត្នេះហ្នឹងអត់មានចាប់អត់ត្នេះទេចិត្តយកជើងបាអើយដល់កឲ្យបងប្រុសហើយបន្ទាប់ពីគាត់ចាប់បានហើយគឺថាគាត់អួតខ្ញុំបងប្អូនគ្នាហើយអួតនេះអត់សូវតែចាប់ល្អអីគេចាប់ភ្លាមទៅមិនថាទេអាកទ្រុបត្រីមួយកទ្រុបចុងកន្លះម៉ោងហើយនេះអាមួយនេះខ្ញុំឃើញមិញខ្ញុំឃើញបន្ទាប់ពីចាប់ត្រីដែងខ្ញុំដើរជន់ទៀតហើយបងប្អូនគ្នាទៅវាលោតចេញពីជើងខ្ញុំត្រីទក់ធំដែរប៉ិនក៏ដៃគាត់ចូលម៉ានហ៊ុននេះខ្ញុំសូវដឹងកាឡាសណាញ់ដែរអាទំហំវាហ្នឹងដោយសារមិនមែនអ្នកជំនាញបងត្រីប៉ុន្តែនេះបន្ទាប់ពីយើងចាប់ត្រីចាប់អីរួចហើយគឺថាយើងមកលាងសម្អាតហើយមើលលទ្ធផលចុងក្រោយបងប្អូនគ្នាបានក្រែលក្រន់ដែរណាពីសឡអីដែរហើយបើថាអាំងជុំគ្នាវិញគឺអែមតែម្ដងត្រីនេះ